ជំរាបសួរអ្នករាល់គ្នាជីវិតរបស់យើងគឺជាការប្រកួតប្រជែងអាជីវកម្មនិងជាយុគសម័យនៃព័ត៌មានលើសលប់មែនទេនៅក្នុងពេលវេលាបែបនេះយើងប្រឈមនឹងគ្រោះថ្នាក់ក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់លាក់កំបាំងជារៀងរាល់ថ្ងៃប៉ុន្តែចុះបើអ្នកអាចភ្ជាប់ទៅនឹងថាមពលអរូបីខាងវិញ្ញាណដូចជាការមើលឃើញមុនវិញវាអាចបញ្ឆេះការលើកទឹកចិត្តដូចជាផ្កាភ្លើងក្នុងការសម្រេចចិត្តប្រចាំថ្ងៃរបស់អ្នកអេលីសេជាអ្នកនាំពាក្យក្នុងព្រះគម្ពីរថ្ងៃនេះបានធ្វើដូច្នេះយ៉ាងពិតប្រាកដស្ដេចអារ៉ាមបានរៀបចំគម្រោងសម្ងាត់ដើម្បីវាយប្រហារអ៊ីស្រាអែលហើយដាក់ទាហានរបស់គាត់ដោយនិយាយថាយើងមកលាក់ខ្លួននៅទីនេះប៉ុន្តែអេលីសេបានផ្ញើព័ត៌មានត្រឹមត្រូវទៅស្ដេចអ៊ីស្រាអែលរាល់ពេលឲ្យព្រះមហាក្សត្រឲ្យកងទ័ពអារ៉ាមកំពុងលាក់ខ្លួននៅទីនេះនៅថ្ងៃនេះដូច្នេះកុំទៅតាមផ្លូវនោះពងសាវតារៈស័ព្ទទី2 6 8 10នៅពេលដែលប្រតិបត្តិការយោធារបស់ស្ដេចអារ៉ាមបរាជ័យរាល់ពេលគាត់ក៏ខឹងខ្លាំងណាស់ហើយមានបន្ទូលថាហេតើមានចាបរោះក្នុងចំណោមយើងឬពួកអ្នកបម្រើរបស់គាត់បានឆ្លើយថាពិតព្រះអង្គយើងខ្ញុំគ្មានចាបរោះនៅក្នុងចំណោមទេគ្រាន់តែអេលីសេជាអ្នកនាំពាក្យនៅអ៊ីស្រាអែលដឹងសំបីតែអាចកំបាំងលាក់កំបាំងដាបាដែលព្រះអង្គមានបន្ទូលក្នុងបន្ទុកផ្ទាល់របស់ព្រះអង្គយើងឈរនៅផ្លូវបំបែកនៃជំរឿសរាប់មិនអស់ជារៀងរាល់ថ្ងៃការវិនិយោគភាគហ៊ុនការត្រៀមខ្លួនសម្រាប់ការងារទំនាក់ទំនងមនុស្សនឹងច្រើនទៀតដោយមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេយើងត្រូវវង្វេងដោយគ្មានដាបាខាងវិញ្ញាណប៉ុន្តែយើងមានដំណឹងល្អយើងត្រូវបានប្រទានយុទ្ធសាស្ត្រចុងក្រោយមួយដែលអស្ចារ្យឥតខ្ចោះនិងអស់កលឹបជានិច្ចជាងការយល់ដឹងរបស់អេលីសេនោះគឺព្រះយេស៊ូវគ្រីស្ទខណៈពេលដែលអេលីសេបានជួយជៀសវាងការគំរាមកំហែងខាងយោធាព្រះយេស៊ូវគឺជាអាចកំបាំងចុងក្រោយនៃការសង្គ្រោះដែលព្រះបានចាត់មកក្នុងពិភពលោកដើម្បីរំដោះយើងចេញពីសត្រូវពិតរបស់យើងគឺអន្ទាក់ចុងក្រោយនៃអំពើបាបនិងសេចក្តីស្លាប់តាមរយៈព្រះបុត្រារបស់ទ្រង់គឺព្រះយេស៊ូវព្រះកំពុងមានបន្ទូលមកកាន់យើងថាយើងបានដឹងជាមុននៅភាពច្របូកច្របល់នឹងការភ័យខ្លាចទាំងអស់នៃពិភពលោកសូម្បីតែភាពឯកោជ្រៅបំផុតនៃជីវិតក៏ដោយហើយយើងបានបើកផ្លូវមួយដើម្បីគេចចេញពីអន្ទាក់នេះទ្រង់បានលុបចោលផែនការទាំងអស់របស់ខ្មាំងសត្រូវលើឈើឆ្កាងហើយបានប្រកាសជ័យជំនះដ៏ឥតខ្ចោះដោយការរស់ឡើងវិញរបស់ទ្រង់ឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែកំណត់គិបខាងវិញ្ញាណរបស់យើងទៅលើព្រះយេស៊ូវប៉ុណ្ណោះតើអ្នកក៏មិនត្រូវការយល់ដឹងដ៏អស្ចារ្យនិងការធានាសុវត្ថិភាពនេះក្នុងជីវិតរបស់អ្នកទេឬពីព្រោះព្រះយេស៊ូវគឺជាអ្នកដែលដឹងយ៉ាងច្បាស់នៅរាល់ច្រកលំហនិងផ្លូវតទាំងអស់ក្នុងជីវិតរបស់យើងអ្នកអាចទទួលយកមិនមែនព័ត៌មានបណ្ដោះអាសន្នដែលអេលីសេបានផ្ដល់ឲ្យនោះទេប៉ុន្តែជាយុទ្ធសាស្ត្រចុងក្រោយរបស់ព្រះដែលផ្លាស់ប្ដូរជោគវាសនាដ៏អស់កលឹបរបស់យើង